ពិធីសែនក្បាលទឹកអត្ថន័យនិងពេលវេលាប្រារព្ធពិធីពេលវេលាពិធីនេះតែងធ្វើឡើងនៅថ្ងៃទី14ឬ15កើតខែទី7នៃប្រតិទិនចន្ទគតិចិនចន្លោះខែសីហាឬកញ្ញាទ្វាររកបើកតាមជំនឿពេញមួយខែទី7នេះគឺជាខែខ្មោច Ghost Month ដែលទ្វារស្ថាននរកបើកចំហឲ្យវិញ្ញាណនានាមកស្ថានមនុស្សលោកទទួលសំណែនការរំលឹកគុណជាការបង្ហាញការដឹងគុណដល់ដូនតានិងជាការបួងសួងសុំសេចក្តីសុខជាផុតពីគ្រោះភ័យផ្សេងការរៀបចំគ្រឿងសំណែនការសែនត្រូវបានបែងចែកជាពីររវគ្គធំS មួយសែនក្នុងផ្ទះរៀបចំអាហារផ្លែឈើនំចំណីនិងក្រដាសមាសប្រាក់ដើម្បីសែនជូនដូនតានិងកុងម៉ានៅក្នុងផ្ទះពីសែនក្រៅផ្ទះរៀបចំសំណែនដាក់នៅក្រៅរបងផ្ទះឬតាមចិញ្ចើមផ្លូវដើម្បីដុតឧទ្ទិសដល់ខ្មោចអនាថាគ្មានបងប្អូនខ្មោចវង្វេងផ្លូវប្រវត្តិនៃពិធីសែនក្បាលទឹកឬ Hungry Ghost Festival ពិធីបុណ្យនេះគឺមានប្រភពដើមចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រចិនបុរាណដោយមានការលាយឡំគ្នារវាងជំនឿសាសនាតាវព្រះពុទ្ធសាសនាមហាយាននិងទំនៀមទម្លាប់គោរពដូនតា 1. ប្រវត្តិខាងព្រះពុទ្ធសាសនារឿងព្រះមហាមោគលានសង្គ្រោះមេត្តាយោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយាន Yulan Pen Sutra ប្រភពដើមនៃបុណ្យនេះបានមកពីរឿងរ៉ាវរបស់ព្រះមោគលានមូលៀនដែលជាមហាថេរមានឫទ្ធិអំណាចខ្លាំងក្លានិងជាសាវករបស់ព្រះសម្មាសម្ពុទ្ធគោតមនៃយើងមេត្តាធ្លាក់នរកក្រោយពេលសម្រេចធម៌ព្រះមោគលានបានប្រើភ្នែកទិព្វមើលទៅស្ថាននរកក៏ឃើញមេត្តារបស់លោកបានទៅកើតជាប្រេតឬខ្មោចឃ្លាន Hungry Ghost ដោយសារតែពេលរស់នៅគាត់ជាមនុស្សកំណាញ់មិនធ្វើបុណ្យនិងបានបរិភោគសាច់សត្វទាំងដែលខ្លួនជាអ្នកសិទ្ធបាយប្រែជាភ្លើងដោយក្តីអាណិតអាសូរលោកបានយកបាយមួយចានទៅប្រគល់ឲ្យមេត្តាប៉ុន្តែដោយសារបាបកម្មក្រាស់ពេលមេត្តាយកដៃទៅចាប់បាយនោះក៏ប្រែជាកងភ្លើងមិនអាចបរិភោគបានឡើយការណែនាំរបស់ព្រះពុទ្ធព្រះមោគលានបានយំទូលសុំជំនួយពីព្រះពុទ្ធបានណែនាំថាកម្មរបស់មេត្តាលោកធ្ងន់ណាស់មិនអាចសង្គ្រោះដោយម្នាក់ឯងបានទេគឺត្រូវពឹងផ្អែកលើកម្លាំងបុណ្យនៃព្រះសង្ឃគ្រប់ទិសទីការបង្កើតពិធីបុណ្យព្រះពុទ្ធបានឲ្យរៀបចំចង្ហាន់បាយទឹកផ្លែឈើនិងគ្រឿងសក្ការៈបូជាថ្វាយចំពោះព្រះសង្ឃដែលចេញពីការចាំវស្សា Rains Retreat នៅថ្ងៃទី15ខែទី7នៃចន្ទគតិកម្លាំងបុណ្យនោះបានធ្វើឲ្យមេត្តារបស់លោករួចផុតពីទុក្ខវេទនាក្នុងស្ថាននរកចាប់តាំងពីពេលនោះមកជនជាតិចិនក៏បានយកថ្ងៃនេះធ្វើជាថ្ងៃរំលឹកគុណដូនតាត្រៀងមក 2. ប្រវត្តិខាងសាសនាតាវថ្ងៃកំណើតស្ដេចស្ថានដីនៅក្នុងសាសនាតាវពិធីបុណ្យនេះមានឈ្មោះថា Zhongyuanjie ដែលតាក់ទងនឹងអាទិទេពធំ3អង្គស្ដេចអាទិទេពគ្រប់គ្រងមេឃដីនិងទឹក His birthday falls on the 15th day of the 7th month, which is when he comes to earth to judge the deeds of the living. ថ្ងៃទី15ខែទី7នេះគឺជាថ្ងៃកំណើតរបស់ Digwandadi ស្ដេចអាទិទេពគ្រប់គ្រងស្ថានដីដែលជាអ្នកមានតួនាទីលើកលែងទោសនិងលាងបាបដល់វិញ្ញាណក្ខន្ធទាំងឡាយនៅថ្ងៃនោះទ្វារស្ថាននរកត្រូវបានបើកចំហដើម្បីឲ្យវិញ្ញាណខ្មោចដែលជាប់ឃុំឃាំងបានមកទទួលយកសំណែនអាហារនិងការបួងសួងសុំការអត់ឱនទោសប្រះចាកកម្មពៀរ 3. ជំនឿលើខ្មោចទឹកនិងការនាំចូលមកកម្ពុជាសែនក្បាលទឹកអរិយទឹកក្រៅពីសាសនាទាំងពីរខាងលើក៏មានការដំណាលតគ្នាថាពិធីនេះធ្វើឡើងដើម្បីសែនដល់ខ្មោចទឹកឬអរិយទឹកដែលតែងជួយថែរក្សាមនុស្សលោកឲ្យជៀសផុតពីគ្រោះទឹកជំនន់ក្នុងរដូវទឹកឡើងខែសីហាកញ្ញាហេតុនេះហើយទើបខ្មែរយើងហៅចំណាំមាត់ថាសែនក្បាលទឹកការហូរចូលមកកម្ពុជាវប្បធម៌នៃការសែននេះត្រូវបាននាំចូលមកប្រទេសកម្ពុជាដោយជនជាតិចិនទាជីវដែលបានមកតាំងទីលំនៅតាមដងទន្លេមេគង្គតាំងពីសតវត្សទី15មកម្លេះដោយសារតែជនជាតិខ្មែរមានចិត្តទូលាយនិងមានបុណ្យភ្ជុំបិណ្ឌដែលមានអត្ថន័យស្រដៀងគ្នាចាប់តាំងពីបុរាណទើបធ្វើឲ្យពិធីបុណ្យទាំងពីរនេះមានភាពចុះសម្រុងគ្នានិងត្រូវបានប្រារព្ធឡើងដោយភាពអធិកអធមរហូតមកដល់បច្ចុប្បន្ន